as well as romantic scams. ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិហៅកាត់ថា OHCHR បានចេញរបាយការណ៍រៀបរាប់លម្អិតអំពីស្ថានភាពជនរងគ្រោះដែលត្រូវបានជួញដូរឬបោកបញ្ឆោតឲ្យមកធ្វើការនៅក្នុងអគារឆបោកអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះក៏រួមមានប្រទេសកម្ពុជាផងដែរ Satellite imagery and on-ground reports show that nearly 3/4 of the scam operations are in the the Mekong region, which have also spread to some Pacific Island countries and South Asia, as well as Gulf states, West Africa and the Americas. របាយការណ៍របស់អង្គការសហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃទី20 ខែកុម្ភៈបញ្ជាក់ថាជនរងគ្រោះភាគច្រើនត្រូវបានឆបោកដោយសន្យាថាទទួលបានការងារមានប្រាក់ខែខ្ពស់មុននឹងពួកគេចូលមកបរិវេណអគារឆបោកអនឡាញនិងត្រូវបានដកហូតលិខិត